ជំរាបសួរចាមករយៈនេះអ្នកគ្រូអាសាមានប្រជុំនៅខាងក្រៅដូច្នេះហើយចាមានការយឺតយ៉ាវក្នុងការណាត់ជួបអតិថិជនរបស់យើងចាអញ្ចឹងគឺអតិថិជនតែងតែមករងចាំរយៈពេលយូរដោយសារអ្នកគ្រូមានប្រជុំនៅខាងក្រៅអញ្ចឹងក្រោយពីបានជួបអតិថិជនអ្នកគ្រូពិនិត្យក្នុងមួយដងហ្នឹងគឺអ្នកគ្រូចំណាយពេលយូរដែរចាអ្នកជំងឺមួយចូល1ម៉ោងហើយអញ្ចឹងធ្វើឲ្យអ្នកជំងឺរងចាំច្រើនតគ្នាហើយក៏សូមអរគុណនិងសូមអធ្យាស្រ័យចាបើករណីអ្នកគ្រូមានការយឺតយ៉ាវដោយសារតែអ្នកគ្រូធ្វើការមួយចាមើលឲ្យអស់ឲ្យស្តង់ដារឲ្យច្បាស់លាស់ជូនអតិថិជនណាចឹងហើយចាអ្នកចូលមុនយូរកុំឲ្យអាអន់សពុនចិត្តព្រោះដល់ពេលវេនយើងចូលបន្ទាប់ទៀតហ្នឹងក៏យូរដូចគ្នាដែរដើម្បីឲ្យបានការពិភាក្សានិងការពិនិត្យឲ្យបានក្បោះក្បាយពីគ្រូពេទ្យឲ្យអស់ចិត្តចាគ្រប់គ្នាដូច្នេះហើយម្នាក់អាចនឹងត្រូវរងចាំយូរបន្តិចហើយប៉ុន្តែម្ដងគេម្ដងយើងចា